បើសិនជាគាត់អត់មានកាតបសសទេគាត់ត្រូវការចំណាយថវិកាច្រើនអញ្ចឹងឈឺអីល្មមតិចតួចចេះតែទ្រាំព្រោះអត់ចង់ចំណាយថវិកាច្រើនទៅលើការថែទាំសុខភាពជាទូទៅសម្រាប់គ្រប់អតិថិជនដែលចេញមកទទួលសេវាខាងមន្ទីរសម្រាប់ព្យាបាលយើងខ្ញុំគាត់តែងទទួលបានអារម្មណ៍ថាមានសុវត្ថិភាពមានទំនុកចិត្តនិងគុណភាពខ្ពស់ដោយសារក្រុមគ្រូពេទ្យរបស់យើងមានក្រមសីលធម៌វិជ្ជាជីវៈនិងបច្ចេកទេសខ្ពស់ក្នុងការផ្ដល់ប្រឹក្សាការព្យាបាលជូនពួកគាត់ជាពិសេសហ្នឹងគឺក្រុមការងារខាងយើងគឺគាត់មានភាពរួសរាយរាក់ទាក់ផ្ដល់គោរពផ្ដល់តម្លៃជូនអតិថិជនគ្រប់រូបតែម្ដងយើងអត់វាតម្លៃថាសម្រាប់គាត់ប្រើប្រាស់សេវាបសសឬក៏សេវាឯកជនទេរាល់គ្រប់អតិថិជនទាំងអស់សុទ្ធតែផ្ដល់អត្ថប្រយោជន៍ស្មើគ្នាតែម្ដងចា៎គ្រប់អតិថិជនមិនថាប្រើប្រាស់សេវាឯកជនឬសេវាបសសសុទ្ធតែមានអត្ថប្រយោជន៍និងការព្យាបាលតាមបច្ចេកទេសរបស់វិជ្ជាបណ្ឌិតដូចគ្នាតែម្ដងទាំងការផ្ដល់ថ្នាំទាំងការយកចិត្តទុកដាក់រួសរាយរាក់ទាក់ស្វាគមន៍និងគោរពផ្ដល់តម្លៃគឺស្មើគ្នាតែម្ដងចា៎គ្រប់អតិថិជនគាត់មកទទួលសេវាគឺយើងផ្ដល់ជូនទៅតាមបច្ចេកទេសគឺអត់មានរិះថាំទាំងការផ្ដល់ថ្នាំជូននិងសេវាពិនិត្យអមវិទ្យាសាស្ត្រផ្សេងទេឲ្យតែស្ថានភាពជំងឺរបស់គាត់តម្រូវឲ្យត្រូវព្យាបាលបែបណាគឺយើងព្យាបាលទៅតាមបែបហ្នឹងគឺអត់មានត្រូវថាឧទាហរណ៍ថាគាត់ត្រូវយកថ្នាំទៅញ៉ាំ5ថ្ងៃទៅមួយទឹកតែយើងថ្នាំអត់ផ្ដល់ជូនគាត់ប៉ុណ្ណឹងឯងត្រូវឲ្យប៉ុណ្នេះហើយណាត់មកតាមដានអត់ទេគឺព្យាបាលតាមបច្ចេកទេសតែម្ដងចាជាដំបូងឡើយហ្នឹងការពីដំបូងគាត់អាចនឹងមានការយល់ខុសថាការប្រើប្រាស់សេវាបសសអត់មានការយកចិត្តទុកដាក់ឬក៏ការផ្ដល់ថ្នាំនឹងអត់ល្អដល់គាត់ឬក៏អត់បានត្រឹមត្រូវអីចេះចុះប៉ុន្តែជាក់ស្ដែងដែលពេលដែលគាត់អនុវត្តកន្លងមកគាត់សាកល្បងនៃការប្រើប្រាស់ទៅគាត់ឃើញថាការផ្ដល់សេវាជូនគាត់នឹងគឺមានទំនុកចិត្តមានសុវត្ថិភាពនិងដែលមានគុណភាពខ្ពស់ពីព្រោះថារាល់ការព្យាបាលនៅខាងមន្ទីរសម្រាប់ព្យាបាលខាងយើងខ្ញុំហ្នឹងគឺផ្ដល់ជូនទៅតាមបច្ចេកទេសអញ្ចឹងហើយអ្វីដែលពិសេសហ្នឹងគឺយកចិត្តទុកដាក់គោរពផ្ដល់តម្លៃជូនពួកគាត់អញ្ចឹងធ្វើឲ្យគាត់រីករាយក្នុងការប្រើប្រាស់កាតបសសតែម្ដងចា៎កន្លងមកយើងធ្លាប់ជួបផ្ទាល់តែម្ដងអតិថិជនដែលគាត់មានកាតបសសប៉ុន្តែគាត់បារម្ភខ្លាចថាគាត់ប្រាប់ថាគាត់មានការទៅក្រុមគ្រូពេទ្យអត់យកចិត្តទុកដាក់ជូនគាត់អញ្ចឹងគាត់លាក់បាំងការប្រើប្រាស់កាតហ្នឹងគាត់ថាគាត់អត់មានទេអញ្ចឹងគាត់អញ្ជើញចូលមកទទួលសេវាយើងបែបជាឯកជនបន្ទាប់ពីហ្នឹងមកគាត់អញ្ជើញជួបពីគ្រូជាមួយវិជ្ជបណ្ឌិតអីការរងចាំលេខរៀងអីគឺគាត់តាមដំណាក់កាលដូចគ្នាជាមួយនឹងអ្នកប្រើប្រាស់សេវាបសសដែរអញ្ចឹងហើយគាត់ធ្វើឲ្យគាត់មានការយល់ឃើញថាការប្រើប្រាស់កាតបសសនិងសេវាឯកជនគឺមានភាពដូចគ្នាអ្វីដែលគាត់កត់សម្គាល់ហ្នឹងនៅពេលដែលគាត់ជួបពិគ្រោះជាមួយនឹងវិជ្ជបណ្ឌិតហើយគាត់ត្រឡប់មកបើកថ្នាំគាត់អញ្ជើញទៅផ្ទះវិញតែគាត់គិតសេវាតែថ្នាំដែលគាត់ទទួលបានហ្នឹងគឺស្មើទៅនឹងគាត់ប្រើប្រាស់សេវាបសសដែរអញ្ចឹងគាត់យល់ឃើញថាគឺសេវាកម្មគឺដូចគ្នាការយកចិត្តទុកដាក់ការផ្ដល់គោរពតម្លៃជូនពួកគាត់ហ្នឹងគឺដូចគ្នាអញ្ចឹងបន្ទាប់ពីតាមដានគាត់អញ្ជើញមកបើកថ្នាំតាមដានស្ថានភាពជំងឺគាត់លើកក្រោយហ្នឹងគាត់អញ្ជើញមកគាត់ប្រើកាតបសសហើយអ្វីដែលគាត់ទទួលបានហ្នឹងគឺដូចទៅនឹងសេវាដែលគាត់ប្រើប្រាស់ឯកជនលើកមុនអញ្ចឹងក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ដែរពិតជាមានការសប្បាយចិត្តខ្លាំងមែនតើដែលរដ្ឋាភិបាលគិតទៅលើបញ្ហាសុខភាពប្រជាជនជាសំខាន់ព្រោះថារាល់ពេលការឈឺកាត់អីតិចតួចគឺគាត់អាចមកទទួលសេវាពីគ្រូព្យាបាលទាន់ពេលវេលាបើសិនជាគាត់អត់មានកាតបសសទេគាត់ត្រូវការចំណាយថវិកាច្រើនអញ្ចឹងឈឺអីល្មមតិចតួចចេះតែទ្រាំព្រោះអត់ចង់ចំណាយថវិកាច្រើនទៅលើការថែទាំសុខភាពនៅពេលដែលរដ្ឋាភិបាលបង្កើតឲ្យមានការប្រើប្រាស់កាតបសសចំពោះអតិថិជនដែលគាត់ជាអាជីវករអ្នកលក់ដូរអ្នករត់ម៉ូតូអ្នករត់ pass app ដែលជាមានបុគ្គលរបរផ្ទាល់ខ្លួនហ្នឹងបងកាតបសសប្រើប្រាស់បានដែរអញ្ចឹងធ្វើឲ្យគាត់ការតាមដានសុខភាពហ្នឹងបានទូលំទូលាយមានន័យថាគាត់ចាប់ផ្ដើមចាប់អារម្មណ៍ទៅលើបញ្ហាសុខភាពគាត់បានទៀងទាត់ចាអញ្ចឹងគឺកាត់បន្ថយថ្លៃចំណាយច្រើនមែនតែនសម្រាប់ប្រជាកម្មករឬក៏ប្រជាពលរដ្ឋទាំងស្រុងចំពោះការព្យាបាលទៅលើសុខភាពទាំងថ្លៃការព្យាបាលនិងការថែទាំសុខភាពផ្សេងៗចា